នៅរសៀលថ្ងៃទី27 ខែមីនាឆ្នាំ2025ដោយទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពតមន្ទីរបរិស្ថានខេត្តកំពតបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារអនាម័យបរិស្ថានប្រចាំត្រីមាសទី1ឆ្នាំ2025របស់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ក្នុងភូមិសាស្ត្រខេត្តកំពតក្រោមអធិបតីភាពឯកឧត្តមមឿងគង្គាអភិបាលរងនៃគណៈអភិបាលខេត្តកំពតនិងលោករតស៊ីតអគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពៀបរិស្ថានក្រសួងបរិស្ថានដោយមានការអញ្ជើញចូលរួមពីលោកស្រីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធទីចាត់ការអន្តរវិស័យទីចាត់ការហិរញ្ញវត្ថុចំណុះសាលាខេត្តការិយាល័យជំនាញក្រុងស្រុកមេឃុំចៅសង្កាត់ស្មៀនរោងចក្រសហគ្រាសក្រុមហ៊ុនប្រមូលសម្រាមភាស៊ីផ្សារសរុប220នាក់នៅសាលសន្និសីទបូកូសាលាខេត្តកំពតក្នុងឱកាសនោះដែរលោកអេងប៉ូឡូប្រធានមន្ទីរបានបង្ហាញលទ្ធផលការអនុវត្តការងារអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ប្រចាំត្រីមាសទី1ឆ្នាំ2025ជាមួយគ្នានេះលោករតស៊ីតអគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពៀបរិស្ថានតំណាងក្រសួងបរិស្ថានបានកោតសរសើរខេត្តកំពតដោយបានយកចិត្តទុកដាក់ខ្លាំងលើការងារអនាម័យបរិស្ថានហើយលោកសង្កេតឃើញថាតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តកំពតពិតជាមានភាពល្អប្រសើរគ្មានសម្រាមរាយប៉ាយនិងបានលើកសរសើរពីការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដោយបាននឹងកំពុងការអនុវត្តយុទ្ធសាស្ត្រនានាដែលបានដាក់ចេញដោយក្រសួងបរិស្ថានព្រមទាំងបានលើកឡើងនូវការជំរុញអនុវត្តការប្រព្រឹត្តមេត្រីភាពបរិស្ថាននៅថ្នាក់ក្រោមជាតិដើម្បីទទួលបានការទទួលស្គាល់ជាអង្គភាពគំរូក្នុងកិច្ចប្រតិបត្តិមេត្រីភាពបរិស្ថានឯកឧត្តមមឿងគង្គាអភិបាលរងនៃគណៈអភិបាលខេត្តកំពតតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតផ្ដល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំរួមមាន1មន្ទីរបរិស្ថានត្រូវបញ្ចូលទិន្នន័យផែនការនិងលទ្ធផលការងារសម្អាតអនាម័យរបស់រដ្ឋបាលក្រុងស្រុកទាំង9ដាច់ពីរដ្ឋបាលឃុំសង្កាត់2រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការងារសម្អាតអនាម័យបរិស្ថានជាប្រចាំជាពិសេសតាមដងផ្លូវជាតិនិងកំឡុងពេលមុនចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះក៏ត្រូវធ្វើយ៉ាងណាឲ្យបានស្អាតផងដែរ3មន្ទីរបរិស្ថានមន្ទីរទេសចរនិងរដ្ឋបាលក្រុងកំពតសហការចុះពិនិត្យទីតាំងបង្គន់សាធារណៈនិងទីតាំងស្តង់អាហារមួយចំនួននៅក្បែរសួនច្បារផ្សារក្រណាត់ដើម្បីធានាបាននូវអនាម័យបរិស្ថានសុភ័ណភាពស្នើទីចាត់ការហិរញ្ញវត្ថុសាលាខេត្តនិងរដ្ឋាភិបាលខេត្តពិនិត្យជំរុញនិងបែងចែកកញ្ចប់សេវាសង្គមនិងអនាម័យបរិស្ថានរបស់រដ្ឋបាលឃុំសង្កាត់សម្រាប់ប្រើប្រាស់ក្នុងការសម្អាតអនាម័យបរិស្ថានឲ្យបានសមរម្យដើម្បីឃុំសង្កាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារអនាម័យបរិស្ថានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល